យើងដឹងថាការគណនាអង្គតិក្រាលនេះមានការលំបាកណាស់ចំពោះអនុគមងាយងាយគឺយើងមើលឃើញយើងអាចគណនាបានភ្លាមចំពោះអនុគមស្មុគស្មាញយើងអាចប្រូអថេប៉ុន្តែមានអនុគមខ្លះដូចជាមានប្រភាគអនុគមខ្លះយើងអត់មិនអាចប្រូអថេបានទេយើងបំបែកកាលណាមានប្រភាគស្មុគស្មាញយើងបំបែកប្រភាគហ្នឹងទៅជាច្រើនតួទៅជាប្រភាគងាយចឹងហើយបានលើកមេរៀននេះយើងផ្ដោតអារម្មណ៍យកចិត្តទុកដាក់ទៅលើការគណនាអង្គតិក្រាលដោយបំបែកប្រភាគនេះជាមើលប្រភាគនេះជាប្រភាគចេះសួរថាយើងតាំងតេបានទេបើថាយើងចង់បដូរអធិយើងតាំងតេស្មើនឹង x បូក 2បើយើងតាំងតេស្មើនឹង x បូក 2ខាងក្រោមវាតេនោះអាលើញ៉េញ៉ៃគេថាញ៉េញ៉ៃយើងមិនដឹងធ្វើម៉េចទៅរួចទេអញ្ចឹងកាលណាអង្គតិក្រាលនៃប្រភាគណាដែលដឺក្រេធំនេះដឺក្រេទី2លើទី1អញ្ចឹងកាលណាមានអង្គតិក្រាលប្រភេទនេះគេត្រូវបំបែកប្រភេទនេះទៅជាតូចទៅជាច្រើនតួគឺគេចែកយកប្រភេទនេះបំបែកវាទៅជាច្រើនតួអញ្ចឹងរបៀបបំបែកយ៉ាងម៉េចវាបំបែកឥឡូវយើងមើលពិធីក្នុងការបំបែកដើម្បីគណនាអង្គតិក្រាលគេទៅបំបែកប្រភេទនេះទៅជាងាយសិនទៅគេគណនាអង្គតិក្រាលពីក្រោយរបៀបបំបែកឥឡូវមើលរបៀបបំបែកអនុគមនេះគេអាចសេញការពិតអនុគមដូចក្រេទី2ឬទី1យើងធ្លាប់រៀនហើយការសង់ក្រាហ្វិកយើងអាចថា AX បូក BC អញ្ចឹងយើងបំបែកអនុគមនេះទៅអញ្ចឹងមិនក៏បំបែកអញ្ចឹងកាលណាយើងបំបែកអនុគមអញ្ចឹងគេថាអញ្ចឹងកាលណាយើងបំបែកអនុគមនេះដែលមានតម្រងប្រភេទដូចក្រេទី2ឬទី1ទៅអញ្ចឹងបើបំបែកទៅអញ្ចឹងវាងាយដោយសារម៉េចនេះ AX អង្គតិក្រាលជាហៅបានណាតួនេះហៅបាន B នេះថេកាន់ហៅបានទៀតហើយដល់ C នេះមានប្រភេទមែនតែណែហៅបានទៀតហើយអង្គតិក្រាលគាត់តែកលេខមើលហៅបាននេះជាឡូហ្គារីតអានេះដឺក្រេអង្គតិក្រាលដឺក្រេទី2អានេះទៅដឺក្រេទី1នេះចេញឡូហ្គារីតបើយើងផ្ដាច់ខ្លួនណែប្រភេទនេះទៅអញ្ចឹងបានយើងអាចហៅអង្គតិក្រាលបានក្នុងករណីនេះដើម្បីសរសេរប្រភេទនេះបំបែកប្រភេទមកអញ្ចឹងយើងទៅរក A B C អូឃើញ A B C មេគុណនឹងហើយយើងអាចគណនាអង្គតិក្រាលបានឥឡូវដើម្បីរកយើងតម្រូវភាគបែកខ្ញុំតម្រូវភាគបែកឃើញទេភាគបែក A បូក B នេះភាគបែក x បូក 2បាទប៉ុណ្ណឹងខ្ញុំពលាតហើយខ្ញុំផ្ដុំធ្វើម៉េចឲ្យវាចេញនេះ AX ការ៉េនេះអាណាជាប់ x អានេះថេកាលណាមានដឺក្រេទី2លើទី1អញ្ចឹងយើងបំបែកអញ្ចឹងហើយយើងសរសេរធ្វើម៉េចឲ្យមាននេះជាដឺក្រេនេះដឺក្រេទី2ដឺក្រេទី1ជាចំនួនថេនេះយើងងាយឲ្យដាច់នេះដឺក្រេទី1នេះណាដឺក្រេទី2នេះអានេះដឺក្រេនេះដឺក្រេទី1ណាអានេះជាចំនួនថេនេះយើងផ្ទឹមហើយចង់ផ្ទឹមមេគុណនេះចង់ផ្ទឹមមេគុណចង់រក A B C ទៅផ្ទឹមមេគុណផ្ទឹមអី AX ការ៉េនេះជាប់នេះអញ្ចឹង A ស្មើនឹង2ណាចុះ 2A បូក B នេះជាប់ x នេះវាទៅស្មើនឹង1 2B បូក C ស្មើនឹងដក1អញ្ចឹងយើងផ្ទឹមA ស្មើនឹង2 2A បូក B ស្មើនឹង1 2B បូក C ស្មើដក1សំទោសស្មើដក1មែនស្មើដក1កាលណាបានអញ្ចឹងស្មើដក1មែន1គឺស្មើដក1កាលណាបានអញ្ចឹងA ស្មើនឹង2យើងជ្រួសទៅ2គុណនឹង2បាន2គុណ2វា4យកមកដល់នេះ B ស្មើដក3ណាវាគឺ B ស្មើដក3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 អានេះ2គុណដក3គឺបានគឺដក6យកមកដល់នេះទៅជា6ដក1ទៅជា5អញ្ចឹង C ស្មើនឹងវាទៅជា C ស្មើនឹង5 C ស្មើនឹង5អញ្ចឹងយើងឃើញ
a ស្មើនឹង 2 b ស្មើ13 c ស្មើនឹង5ណាគឺយើងរកអញ្ចឹងណា a ស្មើនឹង 2 b ស្មើ13 c ស្មើនឹង5បានប៉ុណ្ណឹងហើយយើងប្រភេទនេះវាទៅអញ្ចឹងណាតម្រងអនុគមនេះណាប្រភេទនេះណាប្រភេទនេះវាស្មើនឹងនេះ a 2 b នេះវា13 c 5 c អញ្ចឹងបានប៉ុណ្ណឹងណាគឺនេះប្រភេទរបស់យើងប្រភេទយើងនេះស្មុកស្មាញណាចង់រកអន្តរជាតិទៅស្មុកស្មាញណាតាងអធិក៏ធ្វើមិនបានបដូរអធិមិនបានមានវិធីមួយគឺផ្ដាច់ខ្លួនទៅជា3តួនេះតួទី1អន្តរជាតិរកបានណានេះអន្តរជាតិក៏រកបានដែរនេះអន្តរជាតិនេះក៏រកបានដែរដាច់វាទៅ3តួពេលបាន3តួការដាច់3តួនេះគឺយើងបបាតរក A B C ទេយើងធ្លាប់ពិចារណាអានគុំម្ដងហើយសង់ក្រាហ្វិកនេះរក Asymptote Straight អីនេះអញ្ចឹងពេលដែលយើងផ្ដាច់3តួយើងរកអន្តរជាតិបានអន្តរជាតិនេះស្មើអន្តរជាតិនេះអញ្ចឹង1 2 3 3តួយើងសេអន្តរជាតិនេះអន្តរជាតិនេះណែ x ការ៉េលើ2 x ការ៉េលើ2 2សម្រួល2នៅសល់ x ការ៉េអានេះដក 3x អានេះ logarit ណែ5យកដាក់កតាណា logarit នេះយើងសេវងកញ្ចក់នេះក៏បានតាមការពិត logarit នេះយើងត្រូវសេតម្លៃដាច់ខាតយើងសេតម្លៃដាច់ខាតព្រោះថា logarit ត្រូវតែជាតម្លៃដាច់ខាតអញ្ចឹងយើងដាក់តម្លៃដាច់ខាតព្រោះលោកក្នុង logarit វាត្រូវតែជាតម្លៃខាតព្រោះវាជាចំនួនវិជ្ជមានអញ្ចឹងយើងដាក់តម្លៃតែខាតអញ្ចឹងអន្តរជាតិនេះគេគណនាតាមបែបនេះឯងដើម្បីគណនាវាទៅផ្ដាច់ខ្លួនវាទៅជា3តួហើយបាន3តួហើយនេះជាអន្តរជាតិងាយនេះជាអន្តរជាតិងាយដែរយើងមើលនេះអន្តរជាតិនេះក៏លំបាកដែរអន្តរជាតិនេះបើសិនជាយើងមើលអន្តរជាតិនេះឧបមាអន្តរជាតិបើសិនជាយើងតាំងt ស្មើ x ការ៉េបូក3ឧទាហរណ៍ណាខ្ញុំតាំង t បើខ្ញុំតាំង t ស្មើនឹងយកខ្ញុំតាំង t ស្មើនឹង x ការ៉េបូក 3x ហើយបើខ្ញុំរក dt បើខ្ញុំទៅ dt បើខ្ញុំរក dt dx dt dt dx បើខ្ញុំរកអញ្ចឹងខ្ញុំធ្វើម៉េច x ការ៉េ derivative 2x derivative នេះបូក 3ណែបើខ្ញុំតាំងអញ្ចឹងវាងាយទេខ្ញុំតាំង t អានេះទៅ t ហើយប៉ុន្តែ derivative ទៅ 2x បូក 3 នេះទៅ 2x បូក 4 សោយបើសិនតែ 2x បូក 3 ងាយតែដាក់ដូរក្រៅនេះ 3 ងាយទេតែវាតោះតែ 4 ពីព្រោះ derivative 2x បូក 3 វាមិនមែន 2x បូក 4 ត្រង់កន្លែងហ្នឹងឯងធ្វើឲ្យយើងថាបើយើងតាំង t ក៏មានបញ្ហាស្មុគស្មាញត្រង់ថាពេលយើងរក derivative ទៅវាទៅជា dt dx វាទៅជា 2x បូក 3 វាមិនមែន 2x បូក 4 ចឹងហើយធ្វើឲ្យយើងមានកំណត់មួយថាបើអញ្ចឹងគេសេយ៉ាងម៉េចគេសេថា 2x បូក 4 គេសេមិនគេសេជា 2x បូក 3 មិនក៏សេអញ្ចឹងបើសេអញ្ចឹងណែថ្ងៃក្រោយបើយើងតាំង t ទៅវាមានភាពងាយស្រួលដល់ 2x បូក 3 សេបានប៉ុណ្ណឹងហើយគេក៏ចាត់ទុកថាម៉េចបើគេសេអញ្ចឹងគេចាត់ទុកអានេះជាតួមួយអានេះមកកំ play វាអានេះ c បើនេះពួក derivative មកនេះអញ្ចឹងបានប៉ុណ្ណឹងគេផ្ដាច់ខ្លួនទៅជា2តួណាគេចាត់ទុកអានេះទៅអញ្ចឹងគេថាម៉េចគេថាអន្តរជាតិនេះងាយទេងាយត្រង់ថាម៉េចងាយត្រង់ថាបើខ្ញុំតាំង t ស្មើ x ការ៉េបូក 3 dt dx 2x បូក 3 ហ្នឹងត្រូវអញ្ចឹងអន្តរជាតិនឹងរកបានងាយស្រួលនៅអន្តរជាតិនេះអន្តរជាតិលំបាកនឹងធ្វើម៉េចទេអន្តរជាតិនេះគេថាបើគេផ្ដាច់វាច្រើនតួគេអាចផ្ដាច់វាទៅ2តួគេយកនេះមកគិតខ្ញុំយកនេះមកគិតយកយ៉ាងម៉េចអន្តរជាតិនេះ
khiêm ai xê nhẹ khiêm vô x đã cả ta khiêm đai cái này tới pi tua khiêm đai cái này tới pi tua khiêm xê với tới chia khiêm đai với tới nhẹ khiêm xê nhẹ khiêm xê chắc làm bây ấy cái nào khiêm đai cái này màu chứ làm bây tha anh ấy ăn đi cái này một bàn anh ấy ăn đi cái này một bàn pi ní xê mà ní chỉ cả là bạn làm bây pi ní mà xê đào bạn đấy lút ra để dừng xê với tới giờ riêng tòa dừng xê tới giờ riêng dừng tòa vô thà làm bây xê nó tòa xê với tới giờ riêng a x bộ b x dừng tòa xê hộ a b bạn là không cáp đạch pi ní không ca sa xê pi ní mà ní không ca xê pi ní mà ní lút ra tay dương che dương xê mạnh dương xê thả biết tới chia a l x bố thì mà tiếp bố b l x bộ 7 cứ dân làm mấy đáy cho nên mà ní dương tự c này tự chạy thấy giờ hộ a b mà chấn sơ tự thua con này tờ rô ab con ai nè rô ab con ai làm mấy ba này anh ấy khi mình sẽ cắt vô ở trong đăng ra là biết thêm mấy bị ní mà đo ní lutra dương c vậy một hiện ấy tại vì a lượng x bộ b lượng x bộ 7 thấy dương tầm rỡ phía bay tới thâm mê côn tới hộ a tới rô a nâng rô b tới thấy dương ai phải đánh luôn chẳng lớn nè pi x bộ 4 mà bạn đấy bộ bạn đấy đỏ bạn này chứ miền này thà ti bỏng phật nè prop hiện đi vừa ao khiêm sa xe bây giờ bay tua thì muối tua thì pí tua thì bảy tua thì muối tua thì pí tua 7 tua thì muối giờ họ ăn thì cả bàn tua thì pí nó ăn thì cả nghe thì tua thì bay ăn thì cả còn nghe này đấy và ba toàn tha tầm 4 nhưng che sa xe bây giờ chẳng đời xa xe chắc đời xa sẽ lăng tha để đi về biết thường này những bốn mà bị bay bộ mùi ban ban đăng khiêm phải đánh luôn pi tu ai anh ấy khiêm phải đánh tới pi tu thế đánh pi tu này cứ khiêm phải đánh tam thì dạ a x bộ b x bộ 7 rô a b nó thường hái chẳng sơ rô còn hai ban ban đăng khiêm phải ăn thì cả là bàn này cái đấy ăn thì cả là ní ăn thì cả là ní thằng mày thì cười mày nè ăn thì cả ní khiêm tang tê ấy khiêm tang tê nó khiêm tang tê ăn thì cả khiêm tang tê mà khiêm tang tê mà nâng khiêm tang tê mà nâng x cà rê t x cà rê bộ 7 x chẳng dt dx mà nâng pi x bộ 7 chẳng dt mà pi x bộ 7 bộ 7 cả tá dx chẳng cái này pi x anh bộ 7 xong tốt pi x bộ 7 này pi x bộ 7 này dx ní cứ dt chẳng biết tay vậy biết tay giờ này bao nhiêu tay ăn đi cả lấy nè tua này biết tay ăn đi cả prop here anh ấy đây t của dân tăng t mà đặt ai chẳng đây dt cana dt ăn đi cả ní vì mình logarit biết tay log ấy biết tay log t cho t ấy t log t này
lột tê mà đi tê mình x cái bộ đây nè tổng tốt đã đầm lại đại khá thì của đã logarit hàng không logarit tới đầm lại khá lột tê tê vẫn cứ tê vẫn tàng thì đói cái bộ 7 chấm anh đi ăn đi cái đó màu chẳng đó đi mùi lửa x về tây giờ lột x đã đầm lại đại khá thì của viết logarit đó đi nè mùi lửa 7 đã cả ta mùi lửa 7 rồi mùi lửa 7 lô cái này lô này đại khá lô này đại khá chẳng integral ní kia này dạng này ai thì một chạm bằng tiết đam bay ní chưa làm hạt làm ba sản đạp sẽ có cái đam bay kia ní integralประเภทนี้dương bằng bay kia ta bóng bay kia ta pi tú bảy tới pi tú này bảy tới bàn pi tới làng bàn bảy tú dương hộ ăn thì cái đó bảy tú này chỉ ăn cái đó như